បាទសួស្តីមេបាទថ្ងៃនេះឡើងមកជើងភ្នំបាទមានគ្នា3នាក់តែនៅខាងក្រោម2នាក់បាទគឺខ្ញុំមកធ្វើការដើររត់ជាមួយនឹងបាទសัตว์មើលប្រាស់នេះគឺខ្ញុំបានច្រើនហើយបានចូល1គីឡូហើយបាទនេះដោយសារតែមេគាត់ត្រូវការអញ្ចឹងក៏បានតាក់ទងមកខ្ញុំឲ្យខ្ញុំរកឲ្យបាទខ្ញុំក៏ដឹងថាគាត់យកទៅធ្វើអីដែរឥឡូវដើរចាប់ជាមួយខ្ញុំអស់គ្នាបាទএইតំបន់នេះគឺតំបន់មានផ្លែស្វាយទុំជ្រុះស្អុយអញ្ចឹងទៅបានមានបាទហើយវាសើមវាមានម្លប់មានសើមអញ្ចឹងដើររកបាទយើងដើរកន្លែងនេះយើងចាប់បានគួរសមហើយឃើញនេះវាមានស្វាយទុំអញ្ចឹងនេះបាទហើយវាមានស្វាយទុំអញ្ចឹងឃើញបាទនេះធំមែនទេបាទមកហមរោមតែម្ដងបាទនេះធំមិនអញ្ចឹងតែមានស្វាយទុំអញ្ចឹងវាមាននៅប្រភេទសត្វហ្នឹងដោយសារតែវាស៊ីផ្លែស្វាយបាទគឺថាធំមែនទេបានអីចាប់បងប្អូននៅខាងក្រោមបងប្អូនកាន់ទៅផ្ទះអត់ហ៊ានចាប់ដៃទេនេះបាទអត់ហ៊ានចាប់ដៃទេបាទវាអត់ទៅគួនទេអូនេះបាទវាទៅគួនអញ្ចឹងបាទបានហ៊ានចាប់នេះគឺខ្ញុំរកបានច្រើនមែនទេបានច្រើនមានទៅគួនហើយតោយមើលតោបាទបងប្អូនចាប់បាទភាសាតែវាអត់គួននៅខាងក្រោមឃើញ2ទៀតនេះឃើញ2ទៀតអានេះគឺធំមែនតើអាចតើឲ្យយើងទៅខាងក្រោមម្ដងបាទយើងទៅចាប់នៅខាងក្រោមដោយសារប្អូនមានឃើញបាទ3វាដើរចុះដើរឡើងឃើញដោយសារតែវាចេញផ្លឹកឈើមកបាទចេញផ្លឹកឈើមកវាក្នុងក្រោមដើមឈើកន្លែងតំបន់មានស្វាយទុំនេះតពួនចេញវាទីហ្នឹងអាខ្លះតពួនអត់លេទេបាទចុះពីមួយណាទៀតយកចេញពីតែនោះហ្នឹងនៅហ្នឹងណាមែនទេទៅចុះនេះវិញងងណាទៅហ្នឹង3អីចុះវាដល់ណាបានមើលអត់ឃើញ3ថាឃើញ2ណាអូនទៅធំមកវារងប៉ុនមីដៃភាពតែម្ដងបាទអរគុណមែនទេសម្រាប់មីនេះគឺវាចំនេះហ្នឹងតែកុំភ្លេចជួយចុច Subscribe ដាក់វីដេអូនេះផងនេះគឺខ្ញុំចុះគួយណាស់គួយច្រើនណាស់គួយបានច្រើនកន្លះកំប៉ុងជុំគីឡូយ៉ាអានេះកន្លោះមែនទេឡប់មក